បងប្អូនក៏បានសួរខ្ញុំថាតើមកអមយើងដាំយ៉ាងម៉េចទៅបានផលល្អសម្រាប់ខ្ញុំបងប្អូនខ្ញុំចេះតែដាំទៅទេក៏ប៉ុន្តែខ្ញុំដាំវិធីនេះគឺបានផលជាដំបូងគឺយើងទៅទិញដីជាប្រភេទដីអាច់កូបន្ទាប់មកយើងយកទៅលាយដីនៅខាងក្រៅផ្ទះហ្នឹងហើយយើងលាយហើយយើងមានផើងមួយផើងហ្នឹងអត់មានចុះរុនទេបងប្អូនសម្រាប់ខ្ញុំបន្ទាប់មកយើងមានមកអមយើងបេះមកអមចាស់ក៏បានឬក៏យើងទិញនៅផ្សារក៏បានយើងមើលមកអមណាមេឃថ្លោះយើងយកទៅត្រាំទឹកឲ្យវាដុះឬបន្ទាប់មកយើងមានផើងមួយល្អឲ្យលាងទឹកឲ្យស្អាតហើយយើងដាក់មកអមហ្នឹងចូលក្នុងផើងបន្ទាប់មកដីដែលយើងបានលាយចូលគ្នាមិចហើយហ្នឹងគឺយើងចាប់ដើមរោយទៅលើគល់ហ្នឹងអត់មានតន់ដាក់ទឹកដាក់ដីអីគឺសំខាន់គឺយើងដាក់មកអមហ្នឹងមុនចូលក្នុងផើងបន្ទាប់មកបានយើងរោយដីតិចមកល្មមប្រហែលជា2ថ្ងៃបន្ទាប់មកចាំយើងស្រោចទឹកបងប្អូនហ្នឹងហើយធានាថាមួយសប្តាហ៍គត់មកអមយើងគឺល្អមែនទែនបងប្អូនខ្ញុំសាកធ្វើវិធីនេះឃើញថាដាំអមសានេះបងប្អូនតែមួយសប្តាហ៍ទេឃើញផលហើយបងប្អូនសាកធ្វើតាមមើលបងប្អូន